បដានេះរឿងប្រតិចាឈឹងក៏បាននិយាយថាសម្លាញ់ហានដែរដោយសារតែសម្លាញ់ឯងគឺបានខ្លាចជាប្រតិចាកម្ពុជានៃបករបស់យើងដូច្នេះហើយផ្នែកខាងកើតនៃភ្នំយន្តមឹងសម្លាញ់ឯងអាចជ្រើសរើសកន្លែងណាក៏បានដែរដើម្បីសាងសង់វិមានលើអញ្ចឹងប្រតិចាលោកក៏បាននិយាយថាត្រឹមត្រូវហើយប្រតិចាធិនគុលនៅតែបន្តនិយាយទៀតថាឬមួយក៏ផ្លាស់ប្ដូរទៅចិត្តពួកយើងអាចធ្វើជាអ្នកចិត្តខាងគ្នាបានបន្ទាប់ពីនិយាយគ្នាហើយគាត់ក៏បានសាច់នឹងព្រមសួរទៅកាន់ហានលីថាតើហានលីគិតមិនដែរប្រតិចាលោកក៏បាននិយាយថាដោយសារតែហានលីគឺជាអ្នកកម្រិតទី4ដូច្នេះគ្រប់យ៉ាងគឺមិនអាចធ្វើប្រហែសបាននោះទេខណៈកំពុងតែអួតឃើញថាទ្វារមួយក៏ត្រូវបានបាក់ហើយប្រតិចាក៏មិនដឹងធ្វើតែមិនមានតែមើលមុខគ្នាឲ្យសើចនិយាយទៀតថាទៅកិច្ចការទាំងនេះឲ្យយើងទាំងពីរជាអ្នកដោះស្រាយតម្លៃហានឯងជឿទុកថាវាគឺជាអំណោយទៅចុះងាកមើលនៅក្នុងឡានវិញឃើញថាមានអីវ៉ាន់ជាច្រើនទៅបានរៀបចំលើសំឡេងស្អីមិនដឹងទេអ៊ូក្អកបន្តិចក្រោយមកឃើញថាលីងឡុងនាងក៏បានបង្ហាញខ្លួននិយាយទៅកាន់ហានលីថាទឺអ្វីទាំងអស់ត្រូវបានរៀបចំរួចរាល់អស់ហើយលោកម្ចាស់រងចាំតែពេលវេលាដើម្បីផ្លាស់ប្ដូរទៅឡានថ្មីតែប៉ុណ្ណោះឃើញថានាងសប្បាយចិត្តហានលីក៏បានសួរថាខ្ញុំបាននិយាយថាយើងនឹងផ្លាស់ប្ដូរទីកន្លែងនៅពេលណាស្ដាប់លើក៏ធ្លាក់ថ្លើមក្ដុតនិយាយថាពិតតែចាស់ទាំងពីរនេះក៏ពិតជាចិត្តចង្អៀតចង្អល់ពេកហើយអ្នកកម្រិតទី4គួរតែមានឡានថ្មីតែហានលីក៏បានតទៅវិញថាមិនបាច់នោះទេពិតតែចាស់លូនិយាយថាឃើញខ្ញុំគឺមិនចូលចិត្តរញ៉េរញ៉ៃដូច្នេះក៏បានបកគលភ្នំធានណានិងភ្នំពីរផ្សេងទៀតដែលនៅជាប់នេះឲ្យធ្វើជាអំណោយលើអញ្ចឹងនេះក៏បានឆ្ងល់សួរថាចុះសិស្សកម្ពុជាភ្នំធានណាវិញហើយហានលីក៏បានប្រាប់ថាពួកគេនឹងជ្រើសរើសកន្លែងផ្សេងហើយហានលីក៏នៅតែបន្តនិយាយទៀតថាភ្នំធានណាគឺនឹងផ្លាស់ប្ដូរឈ្មោះទៅជាភ្នំឈិងជូវិញលើអញ្ចឹងនាងក៏ពិតជាសប្បាយចិត្តនិយាយថាតំណែងជាព្រឹទ្ធាចារ្យកម្ពុជាពិតជាអស្ចារ្យមែនទែនចាក់ចេញមកខាងហានលីក៏បានដកឆ្នាំងឋានសួគ៌មកក្រៅនិយាយថាខ្លួនពេលនេះគឺឡើងដល់កម្រិតទី4ហើយចង់បើកវាដូច្នេះសួរទៅកាន់លីងឡុងថានាងគឺនៅក្នុងនឹងយូរហើយប្រកាសជាដឹងអ្វីមួយអំពីវាហើយតែក្នុងនោះមានអ្វីឲ្យពិតប្រាកដស្ដាប់លើសំណួរនាងក៏បានឆ្លើយទាំងអ៊ីងអុញថាខ្លាចតែធ្វើឲ្យលបងហានឯងគឺខកបំណងនោះទេឆ្នាំមួយនេះត្រូវបានរក្សានៅក្នុងវិមានឋានសួគ៌អស់ជាច្រើនឆ្នាំបន្តបន្ទាប់គឺមានមនុស្សអូសទាញឆ្នាំមួយនេះដើម្បីស្វែងរកកំណប់ហើយម្ដងម្កាលគឺមានកំណត់មួយឬមួយក៏ពីរអស់រយៈពេលច្រើនឆ្នាំមកនេះគ្រាន់តែទាញឡើងដាក់ចុះវត្ថុបុរាណនៅក្នុងវិមានឋានសួគ៌ដែលលោកម្ចាស់បានឃើញលើកមុននោះគឺជាវត្ថុបុរាណនៅចុងក្រោយបំផុតហើយស្ដាប់ឮអញ្ចឹងហានលីក៏បាននិយាយអញ្ចឹងបានន័យថាឆ្នាំមួយនេះគឺមិនអាចប្រៀបធៀបនឹងឆ្នាំដាំបាយផងហ្នឹងឬមួយក៏វាគ្រាន់តែជាឆ្នាំខ្មៅដ៏ធំមួយប៉ុណ្ណោះលីងឡុងក៏តបថាអូយឆ្នាំហ្នឹងខ្វះអីគ្រាន់តែដាំបបរមិនបានផងហ្នឹងឆ្នាំឋានសួគ៌នេះគឺជាកំណប់វិញ្ញាណដ៏ខ្ពង់ខ្ពស់ឬថាកំណប់វិញ្ញាណហានលីក៏បានសួរតែកំណត់វិញ្ញាណគឺជាស្អីគេទៅតែវាមិនមែនគ្រាន់តែជាកំណប់បុរាណទេមែនមុននឹងធ្វើការបកស្រាយលីងឡុងក៏បានហោះជាន់ទៅលើឆ្នាំបន្តនិយាយទៀតថាយ៉ាកំណប់បុរាណទាំងអស់គឺមិនមែនសុទ្ធតែហៅថាជាកំណប់វិញ្ញាណនោះទេនៅកាលពីសម័យបុរាណគឺមានច្រើនបំផុតប្រហែលជា50-60តែប៉ុណ្ណោះរាល់កំណប់វិញ្ញាណនីមួយៗត្រូវបានគេពិពណ៌នាថាគឺអាចកលាប់សមុទ្ររំកិលផ្កាយនិងប្រច័ណ្ឌបានហើយនៅក្នុងចំណោមនោះក៏មានឆ្នាំងឋានសួគ៌របស់ហានលីផងដែររាល់ពេលដែលកំណប់វិញ្ញាណលេចឡើងម្ដងគឺដូចជាឆ្នាំងឋានសួគ៌អញ្ចឹងដែរគឺវានឹងបង្កប់ភាពចលាចលដ៏ធំនៅក្នុងពិភពលោកកាត់មកខាងពិភពលោកពិតវិញនឹងក៏បាននិយាយផងដែរว่าទោះបីជានាងមិនដឹងពីលក្ខណៈពិសេសរបស់ឆ្នាំងនេះក៏ដោយប៉ុន្តែអ្វីដែលភ្ជាប់មកជាមួយវាគឺសិតតែមានឥទ្ធិពលដូចជាភ្លើងទឹកកកខៀវនេះអញ្ចឹងហើយបើគិតមើលទៅឆ្នាំងមួយនេះគឺពិតជាមិនសាមញ្ញនោះទេហានលីក៏បានគិតថាអញ្ចឹងភ្លើងទឹកកកពណ៌ខៀវនេះគឺមកជាមួយនឹងឆ្នាំងមួយនេះហើយលីងឡុងក៏បានតបថាត្រូវហើយគឺវាមិនខុសនោះទេបន្តនិយាយទៀតថាដោយសារតែពេលនោះភ្លើងទឹកកកពណ៌ខៀវនៅលើឆ្នាំងមានបរិកម្មធ្វើឲ្យនាងគឺអាចរត់គេចខ្លួនបានប្រហែលជានៅពេលដែលលោកម្ចាស់អាចចម្រាញ់ភ្លើងនេះបានទាំងស្រុងទៅអាចគ្រប់គ្រងឆ្នាំងនេះបានបើអាក្រក់បំផុតគ្រាន់តែយកវាទៅគប់អ្នកដទៃទៅប្រកាសជាបង្ករបួសយ៉ាងធ្ងន់ធ្ងរហើយឃើញចរិតដ៏សែនតនារបស់នាងហានលីក៏មានការសង្ហាក់ចិត្តតែលីឡុងនៅតែបន្តនិយាយទៀតថាការពីមុននាងក៏បានគិតផងដែរថាដល់ពណ៌បៃតងរបស់ហានលីនឹងក៏ជាកំណប់វិញ្ញាណថ្នាក់ខ្ពស់ផងដែរលឺអញ្ចឹងហានលីក៏បានសួរតែអញ្ចឹងអាចថានាងគឺដឹងពីប្រភពរបស់ដល់ពណ៌បៃតងនេះដែរអត់សវេសវាយកដល់ពណ៌បៃតងឲ្យលីឡុងមើលតែលីឡុងក៏បានតទៅវិញថាទេប្រភពរបស់វាគឺពិតជាមិនធម្មតាសមត្ថភាពធ្វើឲ្យអសត់នឹងគឺលូតលាស់លឿនគឺវាគ្រប់គ្រាន់ដើម្បីឈរនៅកំពូលកំណប់វិញ្ញាណទាំងអស់យ៉ាងណាមិញកំណប់វិញ្ញាណទាំងអស់គឺអាចត្រឹមតែពង្រឹងច្បាប់ឋានសួគ៌និងផែនដីតែប៉ុណ្ណោះគឺមិនអាចប្រឆាំងនឹងច្បាប់ឋានសួគ៌បាននោះទេដូច្នេះនាងគិតថាគួរតែមានអាណាចក្រវិញ្ញាណឬមួយក៏អាណាចក្រអមតៈដែលខ្ពស់ជាងនេះទើបអាចផលិតដបមួយនេះបានឃើញហានលីពិចារណាទាំងយកចិត្តទុកដាក់លីងឡុងនេះក៏បាននិយាយផងដែរថាមិនបាច់សួរនោះទេហេតុអ្វីបានជានាងដឹងប្រហែលជាវាពាក់ព័ន្ធជាមួយនឹងការចងចាំដែលនាងបាត់បង់ហើយស្ដាប់ចប់ហានលីក៏បានគិតផងដែរថាអាណាចក្រវិញ្ញាណអាណាចក្រអមតៈលើសពីអាណាចក្រមួយនេះពិតជាមានពិភពលោកផ្សេងទៀតមែនបន្ទាប់ពីគិតពីអាណាចក្រអមតៈហើយហានលីក៏បាននិយាយផងដែរថាមិនអីនោះទេខ្លួនរបស់គេនឹងទៅសង្ងំវឹកហាត់ដើម្បីពង្រឹងកម្រិតលើកលែងតែមានរឿងធំមិនឲ្យលីងឡុងគឺមករំខាននោះទេមុននឹងបន្តសាច់រឿងរបស់យើងទៀតសូមប្រមូលបាក់ខ្លួនឯងតិចទៅដែលបាក់របស់ខ្ញុំមានឈ្មោះថាបាក់គ្មានទីបញ្ចប់ដែលនៅលើមាគ៌ាគ្មានទីបញ្ចប់ហើយចំពោះគ្នាយើងណាដែលចង់ចូលគឺអាចចូលបានតាមរយៈ Telegram link មាននៅក្នុង comment ហើយនិង description នៅបច្ចុប្បន្នគឺមានសមាជិកបាក់ចំនួន 1k ជាងហើយនៅថ្ងៃខាងមុខសង្ឃឹមថាអាចនឹងមានអ្នកទាំងអស់គ្នាក្លាយទៅជាសមាជិកបាក់របស់ខ្ញុំផងដែរ
ជាច្រើនខែក្រោយមកឃើញតាហានលីកំពុងតែវឹកហាត់គេឥឡូវនេះដូចជាស្ទាត់ជំនាញជាមួយនឹងកម្រិតទី4នេះហើយអាចគ្រប់គ្រងវិញ្ញាណដើមកំណើតបានយ៉ាងល្អងាកមើលខាងក្រៅវិញឃើញថាលីងឡុងនាងកំពុងតែរងចាំហានលីចាក់ចេញពីការវឹកហាត់វិញបន្តិចក្រោយមកទ្វារក៏ត្រូវបានបើកហានលីក៏ត្រូវបានបង្ហាញខ្លួននិងទូទៅកាន់នាងថាមិនហើយនាងក៏បានតទៅវិញថាគឺមិនមានអីធ្ងន់ធ្ងរនោះទេគ្រាន់តែថាពេលដែលលោកម្ចាស់អាចចូលវឹកហាត់រយៈពេលកន្លះខែនឹងមូផៃលីងក៏បានមកទីកន្លែងនេះដោយគិតថាគឺជាមិត្តចាស់លីងឡុងនាងក៏បានប្រែកន្លះទៅជាហានលីដើម្បីទៅនិយាយជាមួយនឹងមូផៃលីងខ្ញុំសូមសង្ខេបឲ្យងាយយល់ហ្មងទៅនៅក្នុងការសន្ទនានឹងគឺមូផៃលីងមកធ្វើការអធិស្ឋានដល់ហានលីក៏ដូចជាសុំធ្វើជាអ្នកបម្រើរបស់ហានលីហើយលីងឡុងនាងក៏បានគិតផងដែរថាធ្វើអាកប្បកិរិយាបែបនេះមើលទៅនាងគឺចង់ធ្វើជាសិស្សរបស់ហានលីនឹងឯងដូច្នេះនាងក៏បានតបផងដែរថាហានលីនឹងគឺមិនទទួលសិស្សនោះទេបន្ទាប់ពីរៀបរាប់ឲ្យអស់ហើយនាងក៏បានធ្វើអាកប្បកិរិយាលេខឡកឃើញអញ្ចឹងហានលីក៏បានសួរចុះក្រោយមកទៅមានបញ្ហាអ្វីកើតឡើងទៀតហើយនាងក៏បានឆ្លើយទៅកាន់ហានលីផងដែរថាគ្មានអ្វីអាចលាក់បាំងលោកម្ចាស់បាននោះទេវាមិនមែនជាបញ្ហានោះទេប៉ុន្តែវាគឺស្ថិតនៅក្នុងបញ្ហាតិចតួចរបៀបថាតិចតួចអញ្ចឹងងាកមកកាន់ខាងក្រៅវិញឃើញថាប្រតិចាហ្វឹងកំពុងតែស្ដីបន្ទោសឲ្យកូនរបស់គាត់បន្ទាប់ពីហានលីបានបង្ហាញខ្លួនគាត់ក៏បានគួរសមទៅកាន់ហានលីផងដែរតែហានលីបើយើងក៏បានតទៅវិញថាយើងគឺជាបកតែមួយនោះទេហេតុអ្វីបានជាគួរសមយ៉ាងនេះហើយប្រតិចាហ្វឹងក៏បានតទៅវិញថាល្អិតកូនរបស់ខ្ញុំវាគឺពិតជាល្ងងខ្លៅបានប្រមាថទៅកាន់រៀមច្បងដូច្នេះហើយគេគឺនងកូននឹងមកសុំទោសលើអញ្ចឹងហានលីក៏បានសួរតែមានន័យយ៉ាងម៉េចនៅពេលដែលខ្ញុំចូលបកពពោតបោលបងហ្វឹងគឺជាអ្នកទទួលតែដូច្នេះអាចថាប្រមាថដូចម្ដេចហើយហានលីក៏បាននិយាយផងដែរថាប្រតិចាហ្វឹងក៏កំពុងតែវឹកហាត់ដើម្បីទម្លុះដល់កម្រិតទី4ដែរលើហានលីអញ្ចឹងក៏បានឆ្លើយថារៀមច្បងកុំចំអកឲ្យខ្ញុំអីការបំបាយចុះដល់កម្រិតទី4នឹងគ្រាន់តែនិយាយកុំឲ្យប៉ាក់ផ្សេងមើងងាយប៉ាក់ពពកធ្លាក់យើងតែប៉ុណ្ណោះឥឡូវនេះគឺយើងមានរៀមច្បងហានដែលមានទេពកោសល្យដ៏អស្ចារ្យប៉ាក់ពពកធ្លាក់បើយើងប្រកាសជារីកចម្រើនហើយនឹងគាត់ក៏បាននិយាយផងដែរថាសិស្សទាំងនេះត្រូវការមើលថែអំពីរៀមច្បងហាននៅថ្ងៃអនាគតឃើញតែពិតតែចាហ្វឹងខ្នែអញ្ចឹងហានលីក៏បានគិតផងដែរថាបរិមអ្នកនេះគឺពិតជាស្រឡាញ់ប៉ាក់មែនតែនមិនត្រឹមតែលើកសរសើរអំពីប៉ាក់តែប៉ុណ្ណោះទេបើទោះបីជាប៉ាក់ពពកតុនខ្សោយក៏ដោយប៉ុន្តែសិស្សរបស់គេគឺពិតជាស្មោះត្រង់និងមានស្មារតីរឹងមាំហើយមូលហេតុទាំងនេះដែលធ្វើឲ្យហានលីគឺជ្រើសរើសទីកន្លែងមួយនេះគិតចាប់ហានលីក៏បាននិយាយថាសម្លាញ់ហ្វឹងក៏ពិតជាគួរសមពេកហើយខ្ញុំក៏បានចូលរួមជាសមាជិកនៃបកអពកធ្លាក់ដូច្នេះនោះក៏ជាការងាររបស់ខ្ញុំផងដែរបន្ទាប់ពីបានលើអញ្ចឹងបដិចាហ្វឹងក៏បានលើកឡើងអំពីបញ្ហារបស់មូផេលីងផងដែរប្រាប់ថាគ្រួសាររបស់គាត់នឹងគឺបានផ្ដាច់ពាក្យអំពីការរៀបការជាមួយនឹងតកូលមូវិញហើយគាត់នៅតែបន្តនិយាយផងដែរថាការពីមុនគឺគាត់មិនដឹងនោះទេថាមូផេលីងនេះគឺជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ហានលីតតែសោះស្ដាប់លើអញ្ចឹងហានលីក៏បានគិតថាស្អីគេអ្នកបម្រើផ្ទាល់ខ្លួនតែអ្នកបម្រើមកពីណាបន្ទាប់ពីឃើញហានលីកំពុងតែគិតអញ្ចឹងបដិចាក៏បានប្រាប់កូនរបស់ខ្លួនឯងឲ្យលាហើយបន្ទាប់ពីលាហើយពួកគេក៏បានចាក់ចេញទៅបានបន្ទាប់ពីមកដល់នាងក៏បាននិយាយផងដែរថាប្រហែលជាគ្រប់គ្នានឹងសម្លឹងមើលឃើញពីសមិទ្ធផលរបស់ហានលីនៅពេលនេះហើយតែពួកគេគឺមិនបានដឹងនោះទេថាលោកម្ចាស់វឹកហាត់មកដល់សប្តាហ៍ថ្ងៃនេះគឺរក្សានៅចិត្តបរិសុទ្ធមានវិន័យតឹងរ៉ឹងនិងមិនចាប់អារម្មណ៍នឹងស្ត្រីចិត្តបែបនេះគឺលះបង់ដើម្បីមាគាមានមនុស្សតិចមែនតើដែលអាចធ្វើបែបនេះបានដូចជាលោកម្ចាស់របស់ខ្លួនបន្ទាប់ពីរៀបរាប់ឲ្យអស់ហើយហានលីក៏បានហៅនាងឲ្យមកចិត្តដោយភ្ជាប់ជាមួយនឹងពាក្យសម្ដីថាបើសិនជានាងចាប់អារម្មណ៍ជាមួយនឹងដៃគូវឹកហាត់ដល់ម្លឹងទេនឹងរកស្ត្រីម្នាក់ឲ្យនាងវាគឺមិនមែនជារឿងដែលមិនអាចទៅរួចនោះទេស្ដាប់លើពាក្យសម្ដីរបស់ហានលីអញ្ចឹងនាងក៏មិនទាន់បាននិយាយដែរតែបន្ទាប់ពីគិតយល់ហើយនាងក៏បាននិយាយថាអើយអត់ទេខ្ញុំសូមសង្ខេបកន្លែងហ្នឹងឲ្យងាយយល់ហ្មងទៅគឺហានលីចង់បានន័យថាលីងឡុងហ្នឹងគឺស្រឡាញ់ស្រីហើយនឹងស្រីទៅហានលីចង់រកស្ត្រីម្នាក់ឲ្យលីងឡុងហ្នឹងបន្ទាប់ពីរត់មកទាន់ហានលីនាងក៏បាននិយាយដោះស្រាយផងដែរថាដោយសារតែមូផៃលីងគឺចង់ជួបលោកម្ចាស់ឯងដូច្នេះគេមិនដឹងទៅដោះស្រាយមិនទេអញ្ចឹងគឺមានតែឲ្យនាងរងចាំលឿនអញ្ចឹងហានលីក៏បានតបដោយសារតែនាងចូលចិត្តមកដល់មិនប្រាប់អញ្ចឹងឲ្យនាងចាំឲ្យយូរបន្តិចទៅនិយាយថាមិនបាច់ខ្វល់អំពីនាងនោះទេណាមួយនាងក៏បានសម្រេចគោលបំណងរបស់ខ្លួនឯងឲ្យនាងត្រឡប់ទៅវិញទៅងាកមើលពេលក្រោយវិញឃើញថាហានលីកំពុងតែរៀបចំក្នុងការចម្រាញ់ភ្លើងទឹកកកពណ៌ខៀវគិតថាភ្លើងមួយនេះវាក៏ពិតជាខ្លាំងក៏ប៉ុន្តែជាមួយនឹងកម្រិតរបស់គេបច្ចុប្បន្នដរាបណាមិនប៉ះពាល់ផ្ទាល់វានឹងមិនអីនោះទេដូច្នេះហានលីក៏បានប្រើព្រលឹងដើមកំណើតរបស់ខ្លួននឹងឲ្យទៅស្រូបយកងាកមើលពិភពខាងក្នុងរបស់ហានលីវិញគឺឃើញថាមានដាវរស្មីជាច្រើនកំពុងតែដោតគិតទៀតថាវាជាសម្ងាត់យីងចាននេះគឺពិតជាល្អក្នុងការចម្រាញ់ភ្លើងទេពមួយនេះក៏ប៉ុន្តែភ្លើងមួយនេះវាគឺពិតជាត្រជាក់ខ្លាំងណាស់សម្បីតែការចម្រាញ់បន្តិចក៏ដោយក៏ចំណាយពេលវេលាយូរដែរហើយត្រូវរក្សាវានៅក្នុងរាងកាយអស់ជាច្រើនឆ្នាំទៀតនៅពេលដែលចម្រាញ់វាបានទាំងស្រុងវានឹងក្លាយទៅជាការវាបហាដ៏ខ្លាំងក្លាប្រឆាំងនឹងអ្នកកម្រិតដូចគ្នាកំពុងតែគិតយើងឃើញថាភ្លើងទឹកកកមួយនឹងវាក៏បានរើបំរាស់ខ្លួនហានលីបើយើងក៏បានគិតផងដែរថានៅមិនទាន់ស្ដាប់បង្គាប់ទៀតឃើញចឹងហានលីបើយើងក៏មិនចាំយូរនោះដែរបានបញ្ចេញនៅដាវរស្មីរន្ទះរបស់ខ្លួនដើម្បីបង្ក្រាបវាភ្លាមតែម្ដងបន្ទាប់ពីចម្រាញ់នៅលើភ្លើងមួយនឹងហើយហានលីក៏បានសរសើរអំពីសត្វតយំរបស់ខ្លួនឯងផងដែរថាវាគឺមិនខ្លាំងត្រឹមតែការលេបប្របាក់ប៉ុណ្ណោះទេសូម្បីតែភាពធន់នឹងក៏វាខ្លាំងដូចគ្នាបច្ចុប្បន្នបន្តិចសត្វតយំរបស់ហានលីគឺកំពុងតែអភិវឌ្ឍខ្លួនស្ទើរតែខ្លាយទៅជាពណ៌មាសសុទ្ធដែរប៉ុន្តែគឺវាមិនទាន់បានខ្លាយទៅជាពណ៌មាសពេញលេញនោះទេហើយហានលីក៏បានគិតផងដែរថាបើសិនជាគ្មានការរឹតបន្តឹងនោះទេខ្លាយតែវាគឺនឹងវាយបកមកកាន់ខ្លួនរបស់គេវិញដូច្នេះហើយមុននឹងវាធំធាត់បន្ថែមទៀតហានលីនឹងរកវិធីសាស្ត្រផ្សេងដើម្បីគ្រប់គ្រងវាឲ្យបានល្អជាងនេះងាកមកមើលកន្លែងនេះវិញឃើញថាហានលីកំពុងតែបង្កើតនៅទឹកពន្លឺនៅក្នុងសភៅណែនាំថាវាគឺមានប្រសិទ្ធ
ទ្ធភាពទៅលើសាសនាទៀតតែប៉ុណ្ណោះតែហានលីគិតថាវាគឺស្ថិតនៅលើចំនួនបរិមាណមិនចាំយូរនោះទេបន្ទាប់ពីហានលីលេបសំវាយកគ្នាអស់ហើយហានលីក៏បានត្រាំភ្នែកខ្លួនឯងនៅក្នុងនោះឃើញថាវាដូចជាមានប្រសិទ្ធភាពគួរសមខ្ញុំសូមបញ្ជាក់បន្តិចថាទឹកពន្លឺនេះគឺវាជួយធ្វើឲ្យភ្នែករបស់យើងភ្លឺថ្លាក៏ដូចជាមើលបានឆ្ងាយហើយនឹងច្បាស់ជាងមុនអីអញ្ចឹងទៅណាសាច់រឿងកាត់មកដល់ថ្ងៃក្រោយវិញឃើញថាលីងឡុងនាងកំពុងតែដេកក៏លេចទៅម្ខាងឃើញថាមូផៃលីងកំពុងតែអង្គុយចាំហានលីមើលនាងកាន់តែយូរក៏កាន់តែគួរឲ្យអាណិតអង្គុយតាំងពីព្រឹករហូតដល់ថ្ងៃរហូតដល់យប់រហូតដល់ព្រឹករហូតដល់ថ្ងៃវិញតែនាងនៅតែព្យាយាមអង្គុយចំណែកមេឃដូចជាមិនប្រណីបានបង្អុរភ្លៀងមកធ្វើឲ្យមូផៃលីងបានហូរទឹកនេត្រាទៅលើប្រភពកំពុងតែអង្គុយយ៉ាងកំសត់ជាឃើញថាមានឆាតមួយក៏បានមកបាំងឲ្យនាងសប្បាយចិត្តមែនតើនឹកស្មានថាជាហានលីតែពេលសម្លឹងមើលឃើញថានោះគឺមិនមែនជាហានលីនោះទេហើយលីងឡុងនេះក៏បាននិយាយផងដែរថាលោកម្ចាស់របស់ខ្ញុំគឺឲ្យនាងចូលទៅក្នុង